ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ត្រាម៉ានីថ្ងៃនេះផងដែរត្រាម៉ានីមានរឿងនិទានថ្មីមួយមកចែករំលែកឲ្យប្រិយមិត្តស្ដាប់និងទស្សនាក្រុមចំណងជើងថាវត្តកណ្ដាលព្រៃសាកលវិទ្យាល័យមួយនៅភ្នំពេញមាននិស្សិត4នាក់គឺសុខាម៉ាលីពិសីនិងធីរ៉ាពួកគេចូលចិត្តថតរូបពេលយប់មួយគេសម្រេចចិត្តទៅថតរូបក្នុងទីបញ្ចុះសពចាស់មួយកន្លែងពេលទៅដល់អាប់ស្ដោះស្ដងគ្របដណ្ដប់គ្រប់ទីកន្លែងសុខាយកកែវថតចាប់ដើមថតរំពេចនោះគាត់ឃើញមានស្រមោលស្រីម្នាក់ឈរក្រោមដើមឈើធំសុខាខ្សឹបសួរម៉ាលីឃើញតែមុខនាងវាមិនច្បាស់ទេម៉ាលីឆ្លើយដោយសំឡេងញាប់ញ័រពួកគេបន្តថតរហូតដល់ភ្លឺពេលត្រឡប់មកផ្ទះវិញសុខាបើកមើលរូបថតក្នុងកុំព្យូទ័ររូបទាំងអស់សុទ្ធតែធម្មតាលើកលែងតែរូបមួយសន្លឹកចុងក្រោយនៅក្នុងរូបនោះគេឃើញមុខស្រីស្លេកស្លាំងម្នាក់កំពុងញញឹមហើយនៅក្រោយនាងគឺសាកសពនិស្សិតទាំង4នាក់នោះឯងកំពុងតែដេករីប៉ាយក្នុងអាការៈស្លាប់សុខាក្រឡេកទៅមើលខ្លួនឯងក្នុងកញ្ចក់ហើយឃើញថាស្នាមញញឹមរបស់គាត់ដូចគ្នានឹងស្នាមញញឹមរបស់នាងនោះដែរថ្ងៃបន្ទាប់អ្នកភូមិរកឃើញសាកសពនិស្សិតទាំង4នាក់នៅក្នុងទីបញ្ចុះសពនោះនៅក្នុងដៃសុខាកាន់កែវថតហើយនៅលើកែវថតមានរូបថតមួយសន្លឹករូបរបស់ពួកគេទាំង4នាក់កំពុងញញឹមជាមួយនឹងស្រមោលស្រីម្នាក់នោះតើអ្នកណាជាអ្នកចុចប៊ូតុងថតក្រោយពីនិស្សិត4នាក់ស្លាប់នៅទីបញ្ចុះសពចាស់ប៉ូលីសបានរកអូសកែវថតនោះទុកជាភស្តុតាងគេទុកកែវថតក្នុងបន្ទប់សោចិត្តនៅប៉ុស្តិ៍នគរបាលខេត្តរាជធានីភ្នំពេញប៉ុន្តែយប់មួយឆ្មាំដែលឈរយាមបានលើសូរចុចប៊ូតុងកែវថតពីក្នុងបន្ទប់ទុកភស្តុតាងគាត់ព្យាយាមបើកទ្វារតែសោទ្វារនៅតែដដែលពេលដែលបើកចូលទៅកែវថតបានបាត់ទៅហើយនៅសល់តែខ្សែកាមេរ៉ាដេកគូសលើតុតែប៉ុណ្ណោះនៅលើជញ្ជាំងក្បែរនោះដែរក៏មានស្នាមម្រាមដៃប្រឡាក់ឈាមសរសេរថាវត្តកណ្ដាលព្រៃសន្តិភាពជាអ្នកសារព័ត៌មានវ័យ28ឆ្នាំធ្លាប់ស៊ើបអង្កេតរឿងអាថ៌កំបាំងជាច្រើនគាត់មានទម្លាប់ចូលចិត្តរឿងខ្មោចហើយមិនដែលជឿថាពិភពក្រោយស្លាប់មានមែននោះទេនៅពេលដែលគាត់បានដំណឹងអំពីកែវថតបាត់និងពាក្យវត្តកណ្ដាលព្រៃគាត់ចាប់អារម្មណ៍ភ្លាមគាត់ចង់ទៅសួរនាំនៅតាមស្រុកថ្មគោលខេត្តបាត់ដំបងជីតាចាស់ម្នាក់នៅក្បែរវត្តប្រាប់គាត់ថាកូនអើយវត្តកណ្ដាលព្រៃនោះគេបោះបង់ចោលតាំងពីសម័យខ្មែរក្រហមគេថាធ្លាប់ជាកន្លែងសម្លាប់មនុស្សយប់ណាមានភ្លៀងធ្លាក់អ្នកស្រុកឮសូរគងទះនិងសូរមនុស្សយំអ្នកណាចូលទៅកំរនឹងចេញមកវិញណាទោះបីជាមានការព្រមានក៏ដោយសន្តិភាពនៅតែសម្រេចចិត្តទៅតែម្នាក់ឯងគាត់យកទូរស័ព្ទដៃ7កាំបិតនិងកាមេរ៉ាតូចមួយផ្លូវចូលទៅវត្តកណ្ដាលព្រៃគឺជាផ្លូវដីក្រហមចង្អៀតព័ទ្ធជុំវិញដោយដើមឈើធំដុះត្រួតគ្នាកាន់តែចូលទៅជិតខ្យល់កាន់តែត្រជាក់ហើយមានក្លិនឈ្ងុយដោយផ្កាម្លិះលាយនឹងក្លិនឈាមស្ងួតពេលដល់មាត់ទ្វារវត្តគាត់ឃើញប៉មព្រះវិហារចាស់ទ្រឹកទ្រោមនៅលើដីមានកម្រាលព្រះសង្ឃរហែករហែកនិងផើងធូបបែកបាក់រំពេចនោះគាត់ឮសូរកែវថតចេញពីក្នុងវិហារជ្រុបសន្តិភាពដើរចូលទៅក្នុងវិហារនៅកណ្ដាលវិហារមានភ្លើងទៀនរៀបជារង្វង់មូលមួយនៅចំកណ្ដាលរង្វង់នោះគឺជាកែវថតដែលបាត់ពីប៉ុស្តិ៍នគរបាលកែវថតនោះកំពុងថតដោយខ្លួនឯងបើទោះបីជាគ្មានអ្នកណាកាន់ក៏ដោយប៊ូតុងចុចឡើងចុះហើយពន្លឺផ្លាស់បាញ់ចេញជារឿយសន្តិភាពលើកទូរស័ព្ទដៃថតវីដេអូតែអេក្រង់ទូរស័ព្ទគាត់បង្ហាញតែរូបភាពខ្មៅនិងសំឡេងអ្វីមួយខ្សឹបប្រាប់គាត់ជាភាសាខ្មែរបុរាណឈប់សិនកុំថតគាត់ឃើញអ្នកហើយរំពេចនោះកែវថតបែរទៅរកសន្តិភាពនៅលើអេក្រង់ LCD របស់កែវថតគាត់ឃើញរូបព្រះសង្ឃមួយអង្គុយសមាធិនៅពីក្រោយខ្នងគាត់សន្តិភាពបែរទៅក្រោយភ្លាមតែគ្មានអ្នកណានៅទីនោះទេពេលគាត់បែរមើលកែវថតវិញព្រះសង្ឃអង្គនោះស្រាប់តែឈរក្បែរគាត់ទៅហើយព្រះសង្ឃស្លៀកចីវរពណ៌លឿងចាស់ស្បែកសស្ងួតជ្រីវជ្រួញដូចសម្បកឈើហើយកែវភ្នែកទាំងពីរគ្មានប្រស័យភ្នែកទេមានតែប្រហោងខ្មៅជ្រៅព្រះសង្ឃលើកដៃឡើងធ្វើសញ្ញាមួយរួចខ្សឹបថាអ្នកមកដល់កន្លែងដែលគ្មានអ្នកណាចេញទៅវិញអ្នកនឹងក្លាយជារូបថតរបស់យើងជារៀងរហូតសន្តិភាពជាយាមរត់តែជើងគាត់ដូចជាដោះជាប់នឹងដីស្បែកគាត់ចាប់ផ្ដើមស្ងួតនិងប្រេះដូចជាមនុស្សចាស់អាយុ100ឆ្នាំគាត់ស្រែកតែគ្មានសំឡេងចេញពីបំពង់កពន្លឺច្បាស់មួយក៏ភ្លឺឡើងជ្រឹបរំពេចនោះសន្តិភាពលែងមានអារម្មណ៍ឈឺចាប់ទៀតហើយគាត់ឃើញខ្លួនឯងកំពុងឈរនៅក្នុងរូបថតមួយជាមួយនឹងព្រះសង្ឃនោះនៅក្នុងរូបថតគាត់កំពុងញញឹមរូបថតនោះមានសរសេរពីក្រោមថាសន្តិភាពថ្ងៃទី12ខែមេសាឆ្នាំ1975
ថ្ងៃបន្ទាប់ជីតាចាស់ដែលសន្តិភាពធ្លាប់សួរនាំកូនចៅទៅរកគាត់នៅវត្តកណ្ដាលព្រៃពួកគេរកឃើញកែវថតនោះដាក់លើអាសនៈហើយនៅក្នុងកែវថតមានរូបថតមួយសន្លឹកកុដរូបសន្តិភាពនិងព្រះសង្ឃគ្មានភ្នែកតែរឿងគួរឲ្យខ្លាចជាងនេះទៅទៀតនៅក្នុងរូបថតនោះសន្តិភាពលែងញញឹមទៀតហើយឥឡូវគាត់កំពុងយំហើយលោកដៃចេញពីក្នុងរូបដូចជាចង់ចេញមកក្រៅក្មួយរបស់ជីតាយកទូរស័ព្ទដៃថតរូបកែវថតនោះពេលគាត់បើកមើលរូបថតក្នុងទូរស័ព្ទវិញគាត់ឃើញមុខខ្លួនឯងកំពុងឈរក្បែរសន្តិភាពនិងព្រះសង្ឃនោះដែរបច្ចុប្បន្នកែវថតនោះត្រូវបានគេយកទៅដាក់តាំងក្នុងសារមន្ទីរមួយនៅភ្នំពេញអ្នកទេសចរជាច្រើនបានថតរូបកែវនោះហើយក្រោយមកពួកគេបាត់ខ្លួនម្ដងម្នាក់រូបថតរបស់ពួកគេលេចឡើងក្នុងកែវថតនោះដោយមានសរសេរថ្ងៃខែឆ្នាំខុសៗគ្នាតែថ្ងៃនោះសុទ្ធតែជាថ្ងៃមុនពួកគេកើតទៅវិញរឿងនេះមិនទាន់ចប់នោះទេព្រោះឥឡូវនេះអ្នកកំពុងអានរឿងនេះហើយនៅពីក្រោយខ្នងអ្នកតើអ្នកឮសូរសំឡេងប៊ូតុងកែវថតដែរឬទេជ្រាប